ថ្វាយបង្គំលោកម្ចាស់តើក្នុងពុទ្ធសាសនាព្រះពុទ្ធទ្រង់សម្ដែងអំពីបុគ្គលដែលបានដោយក្រមានប៉ុន្មានពួកដែលព្រះអង្គចម្រើនពុញោមសម្មាសម្ពុទ្ធទ្រង់សម្ដែងថាបុគ្គលដែលបានដោយបំរើក្នុងលោកមានពីរពួកគឺបុគ្ការីនិងគិញ្ញុគិទីករុណាម្ចាស់ចុះអ្វីទៅដែលហៅថាបុព្វការីនោះព្រះតេជគុណបុព្វការីជាអ្នកដែលតនឧបការអណ្ដោអ្នកតែមុនមិនបាច់រងចាំគេមកត្រអដាក់ខ្លួនមុនឡើយដូចជាមីតាបតាជាដើមចុះហេតុអ្វីបានជាលោកចាត់ទុកបុគ្គលប្រភេទនេះថាជារឿងមកទៅវិញព្រះអង្គពួកtham nuជាច្រើនតែចង់បានខប្រយោជន៍នឹងជួយគេប៉ុន្តែបុព្វការីជួយដោយចិត្តមេត្តាសុទ្ធសាទើបពិបាកករុណាចំពោះបុគ្គលពួកទីពីររញោកវេរីវិញមានអត្ថន័យដូចម្តេចដែរគិញ្ញុគឺការដឹងនៅឱកាសហ៊ុនដែលគេបានព្រមលើខ្លួនចំណែកទីគឺការធ្វើក្នុងសង្គមចូលគេវិញតើលោកម្ចាស់អាចលើកឧទាហរណ៍ខ្លះនៃបុគ្គលរញោកវេរីនេះបានទេដូចជាគុណដែលដឹងគុណនីតាបតាហើយខំប្រឹងចិញ្ចឹមឲ្យថែរក្សាអ្នកមានគុណវិញនៅពេលពួកគាត់ជ្រាបស៊ីធីចុះអ្វីបានជាបុគ្គលដែលដឹងគុណនិងទំគេក៏ត្រូវចាត់ទុកថាម្ដងព្រោះក្នុងលោកនេះមនុស្សដែលទូលយកជំនួយពីគេហើយបើជាផ្លេចគុណឬធ្វើនឹងអ្នកមានគុណវិញនោះមានច្រើនណាស់ករុណាម្ចាស់តើយើងគួរប្រតិបត្តិខ្លួនយ៉ាងណាដើម្បីឲ្យក្លាយជាបុគ្គលក្នុងចំណោមពីរពួកនេះយើងត្រូវមានចិត្តមេត្តាជួយសង្គ្រោះអ្នកឯតាមភាពនិងមិនត្រូវបំភ្លេចគុណណាស់របស់អ្នកដែលធ្លាប់ជួយយើងឡើយតើការដែលយើងក្លាយជាបុគ្គលបានដោយក្រនេះនឹងដល់ផលល្អអ្វីខ្លះដល់ជីវិតនឹងទូបានការសរសើរពីសបរសជនមានសេចក្តីសុខក្នុងចិត្តនិងជាផ្លូវនាំទៅរីកចម្រើនទាំងក្នុងលោកនេះនិងលោកខាងមុខជាមានតម្លៃណាស់ព្រះអង្គខ្ញុំករុណានឹងចងចាំនៅព្រះធម៌នេះដើម្បីទៅអនុវត្តល្អហើយខ្ញុំការអនុវត្តធម៌ទាំងនេះជាមង្គលដ៏តងគួរបំផុតសម្រាប់មនុស្សគ្រប់រូបករុណាម្ចាស់ខ្ញុំករុណាសូមអរព្រះគុណចំពោះការផ្ដល់ចំណេះដឹងធម៌ក្នុងថ្ងៃនេះចម្រើនពួកខ្ញុំសូមខ្ញុំជួបតែសេចក្តីសុខនិងសេចក្តីចម្រើនក្នុងទូជានិច្ច